បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងប្រភេទវីដេអូកំសាន្តបាទពី Channel SB Report ផងដែរបាទថ្ងៃនេះគឺថានាំអារម្មណ៍បងប្អូនបាទទៅទស្សនាបាទតកតនឹងទស្សនវិជ្ជានៅខាងបាទសមុទ្រដែលគេហៅថាបាទស្ថិតនៅខាងបាទគិរីសាគរបាទស្រុកគិរីសាគរនៃខេត្តបាទកោះកុងបងប្អូនណាគឺនៅតំបន់ខាងនេះបាទសមុទ្រខាងនេះគឺបាទពោពេញទៅដោយបាទសត្វបាទគេហៅថាបាទសម្បកក្រំសម្បកងាវសម្បកលៀសបាទក៏ដូចជាសម្បកនៅបាទសត្វបាទសមុទ្រផ្សេងបាទជាច្រើនបាទហើយនេះគឺជាបាទកូនក្រំកូនងាវកូនលៀសបាទផ្សេងកូនខ្យងសមុទ្រអីហ្នឹងបាទបងប្អូនណាបាទគឺច្រើនកកមែនទែនបងប្អូនបាទយើងមើលទៅគិតថាប្រហែលជាដីខ្សាច់មើលពីចម្ងាយណាបាទប៉ុន្តែនៅពេលដែលមកដល់ចិត្តនឹងសមុទ្រតែម្ដងគឺឃើញសុទ្ធតែងាវបាទកូនងាវក្រំបាទកូនក្រំកូនលៀសកូនបាទខ្យងសមុទ្រអីផ្សេងបាទជាច្រើនសិតតែសម្បកវាគឺងាប់បាទច្រើនរាប់ម៉ឺនរាប់លានតែម្ដងបាទពាពេញនៅខាងជ្រាំងសមុទ្រនឹងបាទនៅទីនេះវិញគឺតកតងនឹងទស្សនវិជ្ជាគឺបាទស្រស់ស្អាតតែម្ដងហើយតកតងនឹងទឹកសមុទ្របាទតកតងនឹងទឹកសមុទ្រវិញគឺថាបាទស្រស់ថ្លាបាទគួរចង់បាទងូតបាទគឺថាអត់មានជាកក្រិចឬក៏ជាល្អក់អីទេបាទទោះបីជាបាទមានភ្លៀងយ៉ាងណាក៏នៅទីនេះគឺយើងអាចធ្វើការងូតទឹកបានស្រួលផងដែរបាទទីធ្លាធំទូលាយតែម្ដងបាទគឺនៅខាងស្រុកគិរីសាគរបាទនៃខេត្តកោះកុងហើយមួយទៀតគឺសម្បូរក្តាមសម្បូរខ្យងបាទជាពិសេសគឺសម្បូរខ្យងបងប្អូនណាបាទខ្យងនៅតាមសមុទ្រហ្នឹងគឺថាបាទក្តាមនៅតាមសមុទ្រហ្នឹងគឺថាបាទច្រើនបាទរុនគឺច្រើនមែនទែនបងប្អូនខ្លះគាត់នៅពេលល្ងាចឡើងឬក៏នៅពេលថ្ងៃឡើងគាត់ទំនេរពីការងារចឹងទៅគាត់មកកាយបាទគាត់មកកាយរកក្តាមណាបាទកាយរកក្តាមហើយនេះខ្ញុំកាយនេះគឺបានក្តាមដែរប៉ុន្តែក្តាមវាមិនសូវជាធំទេបងប្អូនណាបាទគឺបានត្រឹមតែប៉ុនម្រាមដៃបាទប៉ុនមេដៃមានអីហ្នឹងគឺមានហើយប៉ុន្តែប្រភេទក្តាមធំហ្នឹងគឺបងប្អូនគាត់មកកាយយកអស់ហើយបាទធំណាបាទហើយអ្នកខ្លះក៏គាត់បានទៅបងត្រីបងអីក៏សម្បូរដែរនៅប៉ែកខាងនេះបងប្អូនបាទនេះគឺថាខ្ញុំបាទបានកាយនៅក្តាមបាទក្តាមសមុទ្រគឺបានមួយបងប្អូនប៉ុន្តែមិនធំទេបងប្អូនប៉ុនមេដៃហ្នឹងឯងឥឡូវខ្ញុំបាទយកទៅលាងទឹកបាទសមុទ្រឲ្យមើលឲ្យច្បាស់បន្តិចបាទបងប្អូននេះសបកវាទន់មែនទេបងប្អូនគ្រាន់តែយកដៃកាយបន្តិចហ្នឹងគឺបាទបែកតែម្ដងបាទគឺថាមុនដំបូងគឺថាប្រុងកាយវាបាទមកទាំងមូលទាំងល្អអញ្ចឹងណាបាទប៉ុន្តែដល់ពេលដៃខ្ញុំបាទរៀងជ្រុលបន្តិចទៅក៏បាទសំប៉ែតបែកតែម្ដងបងប្អូនបាទបែកសបកបាត់ទៅហើយគឺច្រើនណាស់បងប្អូនណាបាទមានទាំងងាវទាំងលៀសទាំងក្តាមទាំងខ្យងបាទច្រើនមែនតើនៅខាងនេះគឺយើងអាចបាទរកសត្វបាទសមុទ្រនឹងយកទៅធ្វើជាម្ហូបផងដែរបាទហើយទឹកសមុទ្រនៅខាងនេះក៏រលកធំដែរបងប្អូនបាទរលកធំខ្លាំងហើយនេះបងប្អូននេះបាទសិតតែសបកងាវសបកលៀសបាទសបកក្រមឯហ្នឹងគឺច្រើនកកមែនទេនៅតាមជ្រាំងសមុទ្រនៅខាងស្រុកគិរីសាគរខេត្តបាទកោះកុងបាទហើយនៅប៉ែកខាងនេះបាទបងប្អូននៅលើថ្មនេះគឺសិតតែក្រមតែម្ដងបងប្អូនប៉ុន្តែខ្ញុំបាទឆ្លងទៅមិនកើតដោយសារខ្ញុំបាទមកនេះគឺថាលើកទី1បងប្អូនណាបាទលើកទី1គឺយើងអត់ហ៊ានឆ្លងទៅគឺសិតតែក្រមតែម្ដងបងប្អូនសិតតែក្រមនៅខាងនោះបាទនៅលើថ្មណាបាទសឡើងច្រើនមែនទេបងប្អូននេះបាទប៉ុន្តែដូចថាខ្ញុំឆ្ងាយខ្ញុំបរិយទៅវាអត់សូវច្បាស់ណាបាទគឺថាបងប្អូនឃើញហើយបាទគឺថាសិតតែបាទសម្បកនៅសត្វសមុទ្របាទមានងាវមានលៀសមានទាំងខ្យងសម្បកខ្យងអីផ្សេងជាច្រើនដែលបងប្អូនខ្លះគាត់ឃើញគេរើសយកសបកហ្នឹងឬក៏គេយកសបកហ្នឹងទៅធ្វើការចោះធ្វើតាបាទដាក់បន្តោងអីផ្សេងអញ្ចឹងទៅឲ្យខ្យល់បក់មកឬសំឡេងអញ្ចឹងណាបាទនេះបងប្អូននេះគឺសិតតែសបកងាវលៀសបាទក្រមខ្យងសមុទ្រអីផ្សេងបាទជាច្រើននៅតាមបាទមាត់សមុទ្រហ្នឹងបាទច្រើនឡើងទាំងជួរតែម្ដងណាបាទសម្រាប់ដែលបងប្អូនគាត់អត់តន់មកលេងនៅប៉ែកបាទស្រុកគិរីសាគរបាទខាងគេហៅថាខាងបាទខេត្តកោះកុងបាទ
ហើយអរគុណណាស់បងប្អូនបាទជួបគ្នាជាបន្តទៀតបាទជាមួយនឹងបាទ Channel SB Report ហើយកុំភ្លេចជួយចុចពាក្យថាជីវបាទ Subscribe Like និង Share ផងដែរបាទ